បាទសួស្តីបងប្អូនទាំងគ្នានេះកុំព្យូទ័រ508លេខកូដកហើយបាទក្បាលទយោដតចេញដូរគម្របក្រោយមួយទៀតហើយឡាននេះលេខកូដកនេះគឺខ្ញុំប្រើវិធីសាស្ត្រថ្មីបងប្អូនដោយសារយើងមានឧបករណ៍ជំនួយក្នុងការបញ្ចូល First អញ្ចឹងអត់ដោះបំបែកកុំប្រសើរចេញក្រៅទេអញ្ចឹងចាំមើលទាំងអស់គ្នាថាតើយក First ចេញតាមវិធីសាស្ត្រណានេះបាទជាដំបូងយើងដកបាទក្បាលអង្គយ៉ាដក First ដកព្រា First បាទយើងមួលប្រឡងទប់មួយដើម្បីយើង compress ខ្យល់ដើម្បីរុញ First ចេញបងប្អូនបាទនេះវិធីសាស្ត្រថ្មីរបស់ខ្ញុំណាបងប្អូនបាទប៉ុន្តែក៏មិនណែនាំឲ្យបងប្អូនសាកដែរពីព្រោះវាអាចនឹងមានគ្រោះថ្នាក់នៅពេលដែល First ទុះចេញក្រៅវាអាចនឹងបាទមានគ្រោះថ្នាក់សម្រាប់កុំព្យូទ័រខ្លះតែខ្ញុំធ្លាប់ធ្វើច្រើនកុំព្យូទ័រមកហើយមករយៈហ្នឹងបងប្អូនបាទនេះចេញហើយបងប្អូនបាទព្រោះអីដោយសារតែបាទនេះ First អញ្ចឹងដោយសារតែយើងមានឧបករណ៍ជំនួយក្នុងការបាទដាក់ First មិនឲ្យបែកបើបងប្អូនមិនមានឧបករណ៍ជំនួយដាក់ First នោះទេអញ្ចឹងมันអាចធ្វើតាមវិធីសាស្ត្រនេះបានទេវាអាចដាក់ទៅគឺបែកហើយទោះឲ្យបងប្អូនយក First ចេញអាចនឹងដាក់ទៅបែកបាទដោយសារកលៈបដូលរបស់508វាបាទវាជ្រុងអញ្ចឹងវាអត់មូលដោយពួកកុំព្យូទ័រកាមេរីកូនកាត់អីទេអញ្ចឹងនេះបាទបន្ទាប់ពីយើងធ្វើការយក First ចេញមកយើងសម្អាតកលៈបាទកលៈ First កឲ្យស្អាតបាទអញ្ចឹងក៏យើងធ្វើការបាទបញ្ចូល First ដោយប្រើប្រាស់ឧបករណ៍ជំនួយបងប្អូននេះបងប្អូនឃើញហើយ508វាមានកលៈជ្រុងបែបហ្នឹងអញ្ចឹងពេលណាយើងដាក់ First ទៅវាអាចនឹងបែកអញ្ចឹងហើយក៏យើងប្រើប្រាស់បាទឧបករណ៍ជំនួយបាទនេះបងប្អូនឧបករណ៍ជំនួយក្នុងការបញ្ចូល First កណាដាក់មិនឲ្យបែកបាទដាក់10ល្អទាំង10ដាក់100ល្អទាំង100បងប្អូនបាទទីនេះអត់បែកហើយងាយស្រួលទៀតបងប្អូនណានេះបងប្អូនជាងគួរតែទិញមកឈុតប្រើទៅអញ្ចឹងគឺយើងធ្វើការដាក់បញ្ចូលដោយប្រើប្រាស់ឧបករណ៍ជំនួយនេះហើយដោយអញ្ចឹងហើយបានខ្ញុំអត់ដោះបំបែកកុំព្យូទ័រចេញក្រៅបងប្អូនអញ្ចឹងយើងចាំមើលទាំងអស់គ្នាជោគជ័យអត់បាទចិត្តអត់បន្ទាប់ពីយើងធ្វើការដោះបាទដូរ First បែបនេះដោយមិនបាច់ដោះបំបែកកុំព្យូទ័រងាយហើយលឿនទេបងប្អូនតែមួយផ្លេតហើយ First មួយដាក់តែប្រហែលនាទីគឺហើយតែពីយើងដោះបំបែកហើយដាក់ផ្លឹបនេះយើងប្រើប្រាស់ឧបករណ៍ជំនួយបាទនេះដោយសារខ្ញុំរៀបរាប់វារៀងវែងតិចវីដេអូបងប្អូនបាទអញ្ចឹងណាយើងដាក់ឲ្យស្មើណាកលៈជ្រុងហ្នឹងទៅបាទទៅមកបាទ First យើងលាបប្រេងរំអិលតិចទៅដើម្បីងាយស្រួលការញាត់ដែរបងប្អូនបាទ